នេះជាចិញ្ចៀនវ៉ែនក៏ប៉ុន្តែជាចិញ្ចៀនវ៉ែនដែលដាំត្បូងពេជ្រមកឲ្យស្នាយឬខ្មែរយើងហៅថាស្នាយចិញ្ចៀននេះគេបងនីមួយៗមានទម្ងន់ 0.5 ក្រាមឬបើគិតជាទំហំមកកាត់មានន័យថា5 លីលើចិញ្ចៀនមានត្បូងទាំងអស់15ត្បូងពេជ្រមកស្នាយហើយត្បូងពេជ្រមកស្នាយនេះគឺជា colorless បានន័យថាវាគ្មានពណ៌ទេហើយកម្រិតដែលថាភាពពុំមានស្នាមរបស់វាគឺ VVS1 ពាក្យថា VVS1 មានន័យថា very very slightly level 1ជាភាសាអង់គ្លេសបើបកជាភាសាខ្មែរមានន័យថាគឺមិនមានស្នាមទោះតែសោះកម្រិតមួយបើបកជាភាសាខ្មែរយើងនៅក្នុងត្បូងបានន័យថាស្នាមក្នុងត្បូងវិញមកស្នាយគឺចរណៃរបស់វាគឺគួរឲ្យចាប់អារម្មណ៍និងគួរឲ្យគយគន់ណាចរណៃរបស់ត្បូងពេជ្រមកស្នាយនេះបើប្រៀបធៀបទៅនឹងចរណៃរបស់ពេជ្រគឺពេជ្រមិនមានចរណៃដែលអាចតាក់ទាញរហូតដល់7ពណ៌អញ្ចឹងទេពេជ្រគេថាមានចរណៃរបស់វារបៀបជាពេជ្រតែម្ដងគឺមិនមានពណ៌7ពណ៌ទេមកស្នាយនៅពេលដែលត្រូវពន្លឺឬត្រូវឲ្យទៅថាមានភាពភ្លឺប៉ះវាគឺវាចាំងផ្លាតតែម្ដងគឺចេញជាចរណៃច្បាស់តែម្ដងហើយវាក៏មានតម្លៃធូរថ្លៃក៏មិនតែពាក់ទៅគឺមានការចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងចរណៃរបស់វាហើយកម្រិតរឹងរបស់វាគឺសឹងតែដូចពេជ្រដែរពាក្យថាកម្រិតរឹងមានន័យថាមួយជីវិតនៃត្បូងគឺមិនងាយកកិតឬមិនងាយឆ្នូតគឺมันអាចបែកទេមិនងាយបែកទេនេះជាកម្រិតរឹងគឺវាដូចពេជ្រដែរគឺមិនងាយសឹកទេហើយក៏មិនងាយបាត់ចរណៃដែរ